ឆ្លើយតបទៅនឹងសំណួររបស់បងគាត់សួរថាតើចំហុយអាប់ាទីវីតាមីន C មនុស្សធំញ៉ាំបានអត់ចម្លើយយ៉ាងខ្លីបានប៉ុន្តែសួរថាគាត់ទទួលបានអត្ថប្រយោជន៍គុណប្រយោជន៍ពីវីតាមីនផ្សេងៗដែលមាននៅក្នុងចំហុយអាប់ាទីវីតាមីន C នេះដោយកុមារចាប់ពីអាយុ4ឆ្នាំដែរឬអត់អត់បានទេដោយសារអីនៅក្នុងកម្រិតចំហុយអាប់ាទីវីតាមីន C មួយកញ្ចប់នេះគេមានកម្រិតវីតាមីន C កម្រិតកាល់ស្យូមកម្រិត fiber ដែលជាកាកសរសៃអាហារកម្រិតភាគរយ1សមស្របសម្រាប់កុមារដែលមានអាយុចាប់ពី4ឆ្នាំឡើងទៅតែប៉ុណ្ណោះដូច្នេះមនុស្សធំគាត់អាចញ៉ាំបានប៉ុន្តែត្រឹមតែទទួលរសជាតិឆ្ងាញ់អាចញ៉ាំលេងតែប៉ុណ្ណោះប៉ុន្តែបើសិនជាកុមារដែលមានអាយុចាប់ពី4ឆ្នាំឡើងទៅគាត់ញ៉ាំចំហុយអាប់ាទីវីតាមីន C នេះមួយកញ្ចប់ជារៀងរាល់ថ្ងៃឲ្យទៀងទាត់ពេលវេលាគាត់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីចំហុយអាប់ាទីវីតាមីន Cដោយសារវាមានកាល់ស្យូមជំនួយទៅដល់ឆ្អឹងជំនួយទៅដល់ធ្មេញជំនួយទៅដល់ការលូតលាស់របស់កូនវាមានវីតាមីន C ដើម្បីជួយទៅដល់ប្រព័ន្ធភាពស៊ាំរបស់កូនឲ្យរឹងមាំជៀសវាងការឆ្លងពីជំងឺផ្សេងៗជាពិសេសជំងឺផ្ដាសាយហើយលើពីនេះវាក៏មាន fiber ដែលជាសរសៃអាហារជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារជួយសម្រួលដល់ការបន្ទោបង់របស់កូនផងដែរដូច្នេះបើសិនជាបងប្អូនឬក៏ឪពុកម្ដាយអាណាព្យាបាលដែលមានកូនចាប់ពី4ឆ្នាំឡើងទៅចង់ពង្រឹងប្រព័ន្ធភាពស៊ាំរបស់អូនឲ្យរឹងមាំសូមជ្រើសរើសអាប៉ាទីវីតាមីន C នេះបានហើយព្យាយាមឲ្យគាត់ប្រើប្រាស់ព្យាយាមឲ្យគាត់ញ៉ាំជារៀងរាល់ថ្ងៃឲ្យទៀងទាត់ពេលវេលាចំហុយអាប៉ាទីវីតាមីន C គឺជាផលិតផលរបស់ខ្មែរយើងបងប្អូនងាយស្រួលរកទិញនៅតាមអសរស្ថានដែលនៅជិតផ្ទះរបស់បងប្អូនការញ៉ាំចំហុយអាប៉ាទីវីតាមីន C ក៏ជាចំណែកមួយក្នុងការជួយគ្រប់គ្រងសេដ្ឋកិច្ចជាតិយើងផងដែរ